ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃសូមចុច Subscribe ហើយចុចលើសញ្ញារូបកណ្ដឹងសូមអរគុណធានបញ្ញវន្តកម្ពុជាប្រមាណសប្តាហ៍នឹងដែលហ៊ាននិយាយការពិតដែលឲ្យមានភាពយុត្តិធម៌ត្រឹមត្រូវនឹងក្រៅតែពីអាចេញឆ្លាក់ទឹកហើយឲ្យតែស្គាល់តាមគ្នាវាដូចតែគ្នាទេតែខ្ញុំថាថៃគេមានកម្រិតមួយគឺគេហ៊ានរិះគន់រដ្ឋាភិបាលថៃខ្លួនឯងនឹងបានច្រើនជាងខ្មែរណាប្រព័ន្ធផ្សព្វផ្សាយគេគ្មានទុកមុខឲ្យរដ្ឋាភិបាលណាដូចយើងស្អីក៏អ្នកណាថ្នាក់ដឹកនាំខ្មែរយើងណាមួយផោមក៏អូបដែរយើងអាចដែលរិះគន់តាមអាម៉ាត់អត់សោះតែខ្ញុំអត់ដែលឃើញប្រទេសមួយដែលមានរដ្ឋាភិបាលក្បាលធំសំពីងសំពងអត់ខុសអីសោះឬក៏បើខុសអីហ្នឹងគឺបញ្ញវន្តបណ្ឌិតកវីឬក៏អ្នកដែលជានិស្សិតអីនៅស្រុកខ្មែរហ្នឹងគឺរមិនឃើញថាខុសមិនដឹងថាខុសតែនិយាយអត់បានតែនិយាយគឺដឹងតែគុកចឹងហ្មងដល់អញ្ចឹងយើងចាប់គេដាក់គុកអស់យើងទៅនិយាយប្រាប់ថាបញ្ញវន្តថៃឬក៏សោកស្ដាយដោយសារតែថៃហ្នឹងគឺបាត់គេហៅថាគំនិតកណ្ដាលដោយសារតែបញ្ហាជាតិនិយមជ្រុលអីចឹងខ្ញុំជឿថាវាមានទាំងសងខាងប៉ុន្តែថៃខ្ញុំមិនកាន់ជើងទេគេមានកម្រិតសារព័ត៌មានគេមានកម្រិតសេរីភាពគេហ្នឹងគឺទូលំទូលាយជាងខ្មែរឆ្ងាយណាស់បើតែថាថៃមានក្រុមជាតិនិយមជ្រុលដូចតែខ្មែរចឹងមែនប៉ុន្តែគេមានប្រព័ន្ធផ្សព្វផ្សាយគេមានដូចថាកម្រិតក្នុងការរិះគន់បពប្រឆាំងបពអីគេហ្នឹងគឺគេអនុញ្ញាតឲ្យធ្វើមិនមែនរត់ទូទុកបុកម្នេញចាប់ដាក់គុកដូចយើងចឹងទេយើងធ្វើអត់បានគឺដោយសារតែយើងរដ្ឋបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្ញុំមិនជឿថាប្រជាពលរដ្ឋមើលមិនឃើញតែអត់ហ៊ាននិយាយថាអត់ហ៊ាននិយាយហ្នឹងមិនមែនបានន័យថាអត់បញ្ហាទេបញ្ហាតិចទៀតផ្ទុះដូចភ្លើងចឹងព្រោះយើងសកាត់ក្របឆ្នាំងដែលកំពុងតែពុះជាជាងបង្ហើបវាឲ្យវាចេញផ្សែងភាយខ្ជូលខ្ជួនតិចទៅខ្ជូលទៅលើតិចទៅដើម្បីបធូរកុំឲ្យផ្ទុះឆ្នាំងតែយើងយកដៃសកាត់ក្របឲ្យប្រងដុតភ្លើងអានេះគឺជាគ្រោះមហន្តរាយទេបងប្អូនមកលើវែងខ្ញុំថាតែវែងហើយព្រោះថ្ងៃហ្នឹងថ្ងៃសៅរ៍ខ្ញុំអត់ធ្វើការផងសូមអធិស្ឋានបងប្អូននៅប្រទេសកម្ពុជាយកជ្រៅណាស់ហើយបើសិនជាមើលមិនទាន់ងុយសម្រានអីទទួលទានដំណេកសិនទៅហើយស្អែកសំមើទៀតក៏បានដែរព្រោះនៅនឹងអត់យកទៅណាទេអត់លុបទេទី2គឺខ្ញុំនិយាយអំពីប្រតិកម្មពលរដ្ឋរឿងរដ្ឋាភិបាលក្បាលធំតាមពិតរឿងរដ្ឋាភិបាលក្បាលធំនេះខ្ញុំធ្លាប់ធ្វើវីដេអូមួយហើយបងប្អូនទៅមើលវីដេអូចាស់របស់ខ្ញុំវិញអំពីការខាតថវិកាជាតិរាប់រយលានដុល្លារនៅក្នុងមួយឆ្នាំដែលយើងនិយាយទៅគឺជាឈើឆ្លើងជញ្ជក់ឈាមយើងដូចថាបតិតបយុទ្ធបតោងដូចយើងដូចជាម្ដាយឪពុកចាស់អញ្ចឹងយើងខំប្រឹងឡើងបេះផ្លែផលានុផលចឹងដាក់ចដើមកខ្លួនក៏ចាស់អីផងទាំងម៉ែទាំងឪទ្រាំខ្លួនឲ្យកូនហ្នឹងគឺជាជាងការប្រឹងជួយឡើងចដើហ្នឹងគឺនាំគ្នាតោងខោតោងស្បែកជើងតោងអាវចឹងទៅប្រតេញបតោងអានេះអាណោងចឹងទៅថាតើយើងនឹងទៅឡើងបេះផ្លែឈើផ្លែផលានុផលហ្នឹងលឿនដូចប្រទេសដទៃទៀតដែលម៉ែឲ្យគេឡើងប្រុយទៅអាកូនចៅមិនត្រឹមតែមិនតោងទេគេជួយរុញចដើហើយគេជួយទប់ចដើគេជួយធ្វើយ៉ាងម៉េចកុំឲ្យម៉ែឲ្យធ្លាក់ហ្នឹងទៅហើយជួនកាលហ្នឹងគេឲ្យអាកូនហ្នឹងឡើងខ្លួនឯងម៉ែឲ្យជួយទប់ចដើវិញអញ្ចឹងយើងអត់ទេឪម៉ែចាស់ចាស់ហើយនៅតែធំទៅធើមនៅញ័រទៅធើមហ្នឹងឡើងទៅលើចដើហ្នឹងហើយអាកូនហ្នឹងចាប់ផ្ដើមនាំគ្នាជញ្ជក់ឈាមហើយអត់ប្រឹងឲ្យឪហ្នឹងម៉ែហ្នឹងបេះមកហ្នឹងចេះតែបញ្ចុកចឹងទៅអត់ព្រមបរៀនឲ្យកូនហ្នឹងចេះឡើងទៅខ្លួនឯងព្រោះអីខ្លាចតែឡើងមកទៅដើមឈើដែលយកផ្លែហ្នឹងវាអាលុំលលាយអស់ទៅចេះតែគិតថាតែអញ្ចឹងរាល់តែដងគិតថាវាអស់ពីម៉ែឪទៅដើមឈើហ្នឹងកូនអត់ចេះមើលថែគឺអាលុំអស់ផ្លែបេះទៅតែភ្លេចគិតថាចោះឲ្យកូនហ្នឹងឡើងទៅអានេះដែលខ្ញុំនិយាយគឺខាត់លុយអស់រាប់រយលានដុល្លារមួយឆ្នាំដោយសារតែបំពន់មន្ត្រីរាជការគ្រប់ក្រសួងមន្ទីរជាន់តួនាទីគ្នា28ក្រសួងមន្ទីរហើយខ្ញុំឃើញលោកអោបសេរីសុភ័ក្រដែលជាមន្ត្រីកិច្ចការអភិបាលកិច្ចអីដែលគាត់ទៅធ្វើជាវាគ្មិននៅក្នុងកម្មវិធីមួយរបស់ក្រុមខ្មែរ podcast ដែលគេនិយាយអំពីរដ្ឋាភិបាលក្បាលធំហ្នឹងវាអត់មានរឿងអីប្លែកទេបងប្អូនប្រជាពលរដ្ឋឮរឿងហ្នឹង40ឆ្នាំហើយប៉ុន្តែឥឡូវហ្នឹងដល់ពេលឃើញគេនិយាយចឹងជជែកចឹងទៅហើយពងអាចពាក់គេរុំសួតផងអាសេដ្ឋកិច្ចក៏ពិបាកអាលុយសងគេក៏មិនគ្រប់អាចពាក់គេខ្ចីគេ3000លានដុល្លាររាល់ឆ្នាំថែមទៀតបំណុលឡើងដល់ជិត13000លានដុល្លារហើយពាក់គេរុំសួតហើយក្រសួងមន្ទីរទីប្រឹក្សាអីហ្នឹងគឺកើនរហូតដល់អញ្ចឹងទៅប្រជាពលរដ្ឋនឹងចេះតែទល់ពធដល់ស្ដាប់ទៅវាចូលតិចឃើញ6 7លានអ្នកគ្រាន់តែនិយាយពីរឿងរដ្ឋាភិបាលក្បាលធំហ្នឹងគាត់មានតែនិយាយស្អីថ្មីប្លែកមកពីណារឿងដដែលតែគាត់ថាពីមុនមកអ្នកណានិយាយក្តិចត្រួយទៅដល់ពេលគាត់និយាយបែបនេះហើយអត់មានតនណាបិទមាត់ហ្នឹងប្រជាពលរដ្ឋគ្រប់គ្រងឲ្យតែគ្រប់គ្រងច្រើនចាំមើលតែទឹកបាក់ចំណុចតិចទៀតទៅបិទអាកម្មវិធីគាត់ហ្នឹងទៀតយើងមានតែអញ្ចឹងយើងអត់មានវិធីដោះស្រាយយើងមានតែវិធីគឺបិទមាត់អ្នកហ៊ាននិយាយអញ្ចឹងណាប៉ុន្តែរឿងរដ្ឋាភិបាលក្បាលធំនេះបងប្អូនរដ្ឋាភិបាលវៀតណាមប្រជាពលរដ្ឋគេរាប់សិបលានអ្នកគេបន្ថយតាំងពីប្រមាណ20ជាងឥឡូវ10ឥឡូវសល់14ហ្នឹងរដ្ឋាភិបាលនៅប្រទេសណាក៏គេក្បាលតូចដែរព្រោះដោយសារអីវាអត់ប្រយោជន៍ទេវាអត់មានបានប្រយោជន៍ពាក្យថារដ្ឋាភិបាលវាគ្រាន់តែជាតំណាងអ្វីគឺជារឿងរបស់ប្រជាជនទេប្រជាជនគឺជាអ្នកមានសិទ្ធិសម្រេចអញ្ចឹងយើងត្រូវធ្វើគោលនយោបាយគេហៅថាសហវិមជ្ឈការអាស្អីគេសហវិមជ្ឈការវិមជ្ឈការអីហ្នឹងឮសូលឮតែមជ្ឈការពីជ្ឈការបងប្អូននៅស្រែងាប់ហើយស្អីគេអារឿងជ្ឈការហ្នឹងអាចការក៏អស់ដីមិនមែនទេបងប្អូនវិមជ្ឈការឬក៏សហវិមជ្ឈការហ្នឹងគឺសំដៅទៅលើការផ្ទេរអំណាចពីថ្នាក់លើទៅមូលដ្ឋានចង់និយាយថាអំណាចអត់ឲ្យប្រមូលផ្ដុំទេព្រោះតែអំណាចប្រមូលផ្ដុំការដឹកនាំបែបផ្ដាច់ការគឺមូលដ្ឋានធ្វើអីក៏ទៅមិនបានដែរត្រូវតែសម្រេចពីថ្នាក់លើតែរហូតអញ្ចឹងយើងមានអង្គការសង្គមស៊ីវិលជំនួយបរទេសច្រើនណាស់ជាពិសេសជំនួយសហរដ្ឋអាមេរិកហ្នឹងគឺជួយឲ្យបណ្ដុះគំនិតឲ្យមានអភិបាលកិច្ចល្អដោយការអនុវត្តសហវិមជ្ឈការបានន័យថាកិច្ចការពីថ្នាក់លើគឺត្រូវផ្ទេរឲ្យមូលដ្ឋានធ្វើទៅហើយយើងគ្រាន់តែឆ្លោះមើលអីតិចតួចទៅកុំឲ្យតែវារឿងហ្នឹងវាកពុបទៅអស់អីចឹងទៅជួយធ្វើសវនកម្មជួយអីចឹងទៅប៉ុន្តែអត់ទៅជួយដឹកដៃបញ្ចុកចេកបញ្ចុកត្រីអីចឹងរាល់ពេលទេគឺឲ្យគាត់ចេះស្ទូចត្រីប៉ុន្តែនៅពេលដែលមានអាសហវិមជ្ឈការមានវិមជ្ឈការហ្នឹងគាត់តែមិនបានផលអីព្រោះអីថ្នាក់លើក៏ដោបរឿងទៅទាំងអស់រឿងស្អីក៏នាយករដ្ឋមន្ត្រីរឿងស្អីក៏ប្រធានព្រឹទ្ធសភានិយាយទៅគឺព្រះនរាយដៃគឺដៃ100ហើយដល់ពេលអញ្ចឹងអ្នកណាធ្វើអីក៏តាមការរឿងតឡាការចង់ឲ្យអ្នកណាដោះលែងទេតែមួយរឿងគេដោះលែងចុះប្រធានមន្ត្រីក្រសួងហ្នឹងទៅណាធ្វើអីគេការងាររាល់ថ្ងៃហ្នឹងហ่าរឿងស្អីគេថ្ងៃមុនហ្នឹងរឿងព្រៃឈើជាមួយនឹងប្រធាន PM នៅខេត្តកញ្ចេះមានតែគ្នា2នាក់តតាំងអន្តរាគមចុះឡើងសុំទោសគ្នាចុះឡើងអាព្រៃឈើមិនដឹងជាលលាយទៅឯណាប្រធាន
ในทางบริหารเรียกว่าทันในการกระจายก็ต้องมาตั้งจัดการอย่างไม่ได้งัดถือเลยคือเอาเตอเนี่ยได้เสร็จนั่งเราไปเตอเลยคือก็จบเสร็จเตอเพื่อการจังเจ้ารัฐบาลกระทรวงเหมือนตีราคาประมาณกับนักการเมืองอธิการในศาสตร์ไอ้นั่นก็ทั่วไอ้ให้ในขนมกระทรวงเหมือนตีนั่นกูมีกับนักการเมืองนุกับนักการเมืองกับนักการเมืองจมพวกก็กูบังเกิดน้องกูบังเกิดน้องผมยังเตอก่อนอ่านนั่งมาสับเพื่อก่อนแต่ชั่วโมงมันไตรยืนถูกกะก็บรรดาดาวยูมาเปิงเลยลูกตามกำซวยนะน้องเว้ยมาเอาอยู่ดักสายปัญหาไผ่เชื้อดาวตกบัดรอช่วงนี้มวยแต่จับเนี่ยเอาหาเตี้ยนี่เตอมันไตรนี่จะดาวจะเอาหมกเองจังเตอโหยเตอมันไตรเราทำปีบ้าเตอไอ้สองไงนึงเบอร์เราทำปีบ้ายืนกับบาลสปินสปงจังส่งเอาไปทัวร์เตอผมเอาอยู่บนมันไตรป่าดิทานให้แขวแต่ปีทัวร์บ้านก็ยาวจะให้แต่บัดมันไตรป่าดิทานสกัดมันจนโดยมีดาวทอมันจืดเองเยอะบาทkhi nghe quạt chọn tới đào pe cái giấy tới về passport chặt cái đặc cục ở tiền hay đào pe cái chặt cái đặc cục tới mình thằng nghe quạt ban lỗ chiên môn mà thằng nghe quạt căn thật nề chiên môn năng tuổi ở mình nè đi cá ở mình nè rồi hình chẳng biết thử mày biết thử căn ta bằng khăn chiên năng khăn thay thế đó để cho nên ban là thà thằng như cứ cua sau slide mình tên khơi nè non piเราทำปีบ้านลูกปานบนน้าก่อนมาเจนเรียกาเปียโอ้ยออกลูกกาเปียchiênหนีกาเปิดนั่นคือไปชิบเราแต่ล้วนให้กอดกันยี่ทำไหมก็ท่ายืงหนีปีเราทำปีบ้านกับบาลทุ่มเราทำปีบ้านอัดเมียนจนตัวไอ้ซะខ្ញុំសូមសរសើរលោកប៉ែនបណ្ណាដែរតែនិយាយទទួលស្គាល់ការពិតថារដ្ឋាភិបាលនេះគេចោទថាក្បាលធំគឺក្បាលធំចឹងមែនហើយប៉ុន្តែគាត់ឲ្យយើងទៅមើលសាវតានៃរដ្ឋាភិបាលក្បាលធំនឹងវិញវាមិនគឺយើងត្រូវមើលសាវតាគេថាកុំឲ្យដូចលោកនួនជានិយាយរឿងកាត់ទោសនៅសាលាក្តីខ្មែរក្រហមចឹងណាបើចង់កាត់ទោសរបស់ខ្មែរក្រហមមានដំណងខ្មែរក្រហមកុំឲ្យយកកពើមកទួខ្លួនហើយមកកាត់តែកតុយកាត់តែជើងកាត់តែដៃអត់មើលក្បាលអត់មើលមកទួកពើគាត់ឲ្យទៅមើលរឿងយួនរឿងស្អីគេការឈ្លានពានតម្លាក់គ្រាប់បែករបស់អាមេរិកអីផងឲ្យមើលទាំងអស់កាត់ទោសទាំងអស់ទៅមានចិនមានអីពាក់ព័ន្ធចឹងដែរគាត់ចង់និយាយចឹងតាមពិតសំខាន់សំផលដែរឥឡូវលោកប៉ែនបណ្ណាក៏យកទ្រឹស្ដីស្តៀងលោកនួនជាចឹងដែរគឺថាបើចង់រិះគន់រដ្ឋាភិបាលរឿងរដ្ឋាភិបាលក្បាលធំឲ្យមើលតួកពើទាំងមូលហ្នឹងតើពីសាវតាមកយ៉ាងម៉េចគាត់ទៅមើលតាំងពីសម័យរដ្ឋកម្ពុជាសម័យសមាហរណកម្មសម័យបង្រួបបង្រួមដើម្បីនាំពួកកម្មាភិបាលខ្មែរក្រហមឲ្យចូលធ្វើសមាហរណកម្មជាមួយនឹងរដ្ឋាភិបាលហើយឲ្យតំណែងនៅក្នុងជួរខ្មែរក្រហមយ៉ាងម៉េចនៅក្នុងព្រៃដូចខាងនៅយើងហើយបើចឹងហើយបានយើងដឹងលោកអ៊ីឈៀនលោកអីហ្នឹងដែលនៅតែមានទូនីតិជាអភិបាលខេត្តបៃលិនចាស់ពីមុនមកមានការងារអីធំមេតបដូចជាលោកកែពកលោកអីមេតបធំនៅក្នុងជួររបស់ខ្មែរក្រហមហ្នឹងគឺបានមកធ្វើកិច្ចការងារនៅក្នុងក្រសួងមន្ទីររដ្ឋហ្នឹងលោកនិយាយមានភាពសំហេតុសំផលមួយត្រង់ថាសមាហរណកម្មហ្នឹងវាជាការបង្កើតទូនីតិដើម្បីសម្ដោះប្រោះប្រណីអ្នកដែលនៅខ្លាយទៅជាមនុស្សក្រៅរដ្ឋាភិបាលហើយបើសិនជាឆ្លោះគ្នាបំបែកទឹកដីបែបនេះប្រទេសជាតិគឺវាអត់ទៅមុខទេដូច្នេះបើចូលរួមនៅក្នុងរដ្ឋាភិបាលអភិវឌ្ឍប្រទេសរួមគ្នាគឺបានន័យថាយើងយកមនុស្សទាំងនោះជាជាងការស្ពាយកំភ្លើងដើម្បីបាញ់គ្នាមកជាការកាន់ជាប់ជីជាប់កាប់ឬក៏កាយដីដើម្បីអភិវឌ្ឍប្រទេសរួមគ្នាឃ្លានេះគឺមានន័យហេតុសំហេតុសំផលខ្ញុំទទួលយកថាអ្នកនាំពាក្យរដ្ឋាភិបាលនិយាយមានហេតុផលកន្លែងហ្នឹងត្រង់ថាដោយសារតែអោបកសោបមន្ត្រីរបស់ខ្មែរក្រហមហាហ្នឹងតាំងឆ្នាំ97មកម៉េះបងប្អូន1997នៅពេលដែលមានសមាហរណកម្មនឹងកើតឡើងហ្នឹងគឺនៅពេលដែលបំបែកអង្គការចាត់តាំងខ្មែរក្រហមឲ្យអស់ទៅដើម្បីយកពួកគាត់ទៅហ៊ានខ្មែរក្រហមមកចូលធ្វើការជាមួយរដ្ឋាភិបាលគ្រប់ក្រសួងមន្ទីរគ្រប់ហេដ្ឋារចនាសម្ព័ន្ធយោធាខ្មែរអញ្ចឹងខ្ញុំយល់ស្របថានេះគឺជាយុទ្ធសាស្ត្រនៅក្នុងការបង្រួបបង្រួមជាតិត្រឹមត្រូវអាហ្នឹងឆ្នាំ97មកដល់2000វា3ឆ្នាំ2020 23ឆ្នាំ2023ឆ្នាំដល់ទៅ2025នេះវាមក28ឆ្នាំតាំងពីឆ្នាំ1997នៅពេលដែលពង្រីកក្រសួងមន្ទីរដើម្បីអោបកសោបទាហានខ្មែរក្រហមឲ្យបានចូលធ្វើការសហការជាមួយរដ្ឋាភិបាលកុំឲ្យបែកបាក់ដើម្បីពិបាកឆ្លោះគ្នាតំបន់ខ្លះទៅមិនបានខ្ញុំយល់ស្របថានេះគឺជាការបកស្រាយត្រឹមត្រូវក៏ប៉ុន្តែក្រោយឆ្នាំ1997មកនេះចាប់ផ្ដើមបង្កើតក្រសួងមន្ទីរដើម្បីចែកកៅអីគ្នារឿងនយោបាយសុខសាន្តលែងជារឿងជួយជាតិអីទៀតហើយដើម្បីក្រាញអំណាចដើម្បីបំពេញចិត្តនៃមន្ត្រីរដ្ឋាភិបាលដែលមានចេតនាបំផ្លាញគណៈបកដទៃទេបងប្អូនចាំមើលនៅពេលដែលចាប់ផ្ដើមគណៈបកប្រជាជនចាប់ផ្ដើមបែងជើងទិញមនុស្សរបស់គណៈបកប្រឆាំងទិញមិនបានទេជាទូទៅបើអត់មានការសន្យាអីមួយគឺពិបាកទិញតិចដែរព្រោះមនុស្សចង់ជួយជាតិក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានឹងចង់ធ្វើការនៅក្នុងគណៈបកប្រឆាំងដល់អញ្ចឹងគាត់ត្រូវការធ្វើទុកបុកម្នេញមន្ត្រីបកប្រឆាំងសពបែបយ៉ាងហើយចាប់ផ្ដើមដោះដូរទូនីតិហ្នឹងឲ្យមកចូលក្នុងរដ្ឋាភិបាលហើយបង្កើតទូនីតិហ្នឹងដើម្បីទិញមនុស្សយកមកកវត្តចោលទេមិនមែនដើម្បីជួយជាតិទេដើម្បីជួយក្រាញអំណាចឲ្យការគ្រប់គ្រងអំណាចនៃបកកាន់អំណាចហ្នឹងនៅតែថិតថេរហើយក្នុងពេលហ្នឹងគឺយកបន្ទុករដ្ឋជាអ្នកចាក់ចំណាយទៅលើការដែលធ្វើឲ្យគណៈបកកាន់អំណាចបន្តកាន់អំណាចបានយូរតែចាយលុយជាតិលុយបងប្អូនយើងទាំង17លានអ្នកបងប្អូនបងអីហ្នឹងយកទៅជាការដែលបំបែកអញ្ចឹងទៅនៅក្នុងលេសមួយថាដើម្បីបង្រួបបង្រួមឲ្យបងប្អូនទាំងអស់ដែលចង់ជួយការងាររដ្ឋាភិបាលអភិវឌ្ឍជាតិមកធ្វើការមួយរដ្ឋាភិបាលមកកុំធ្វើការឲ្យក្រុមប្រឆាំងព្រោះអីការអភិវឌ្ឍជាតិពិតប្រាកដមិនមែនស្រែកបដាការបដានៅខាងក្រៅទេគឺមកអង្គុយក្នុងការិយាល័យដើម្បីធ្វើការខ្ញុំថាអាហ្នឹងក៏ជាការបកគេជាការសំហេតុសំផលមួយដែរធម្មតាបើយើងចង់អភិវឌ្ឍយើងចូលទៅក្នុងប្រទេសដើម្បីអភិវឌ្ឍប៉ុន្តែអារឿងខុសឆ្គងមួយហ្នឹងគឺហេតុអីបានជាក្រសួងមួយត្រូវមានទីប្រឹក្សារាប់រយនាក់ហេតុអីបានជាខេត្តមួយត្រូវមានអភិបាលរងនឹង4 10នាក់មើលតែខេត្តកោះកុងអភិបាលរងនឹងគឺរង1រង2រង3មិនដឹងក្រសួងនីមួយអនុរដ្ឋលេខាធិការហ្នឹងគឺថាដូចផ្សិតតែសួរគាត់ធ្វើអីគេ
គាត់ធ្វើអីគេឲ្យប្រកាសនៅពេលដែលយើងមានបង្កើតទូនីតិវាអត់មានទូនីតិអីដើម្បីបានជាចំណេញជាតិទេទូនីតិទាំងអស់ហ្នឹងគឺដើម្បីតែបំផ្លាញគណៈបកប្រឆាំងឲ្យគ្នាទាល់ច្រកត្រង់ថាចូលទៅរដ្ឋាភិបាលសន្យាហើយកុំភ្លេចថានេះគឺជាអំពើពុករលួយមួយដ៏ចាក់ស្រេះដែរព្រោះអីប្រព័ន្ធដឹកនាំរដ្ឋបើថារដ្ឋាភិបាលឬនាយករដ្ឋមន្ត្រីមានសិទ្ធិតែងតាំងមន្ត្រីឲ្យចូលការងារក៏ពិតមែនហើយប៉ុន្តែវាអត់មានតម្លាយើងចូលទៅឲ្យតែមនុស្សបកប្រឆាំងលលកដែលគេតាក់បានហ្នឹងគឺអនុរដ្ឋលេខាធិការឬអីអញ្ចឹងទៅអត់មានតែយកធ្វើការអីកាទេគឺយកទៅក៏វត្តចោលនៅគៀនអញ្ចឹងឲ្យតែមានទូនីតិងារជាឯកឧត្តមទៅដើម្បីស្អំចិត្តអ្នកដែលចូលទៅជាមួយរដ្ឋាភិបាលហ្នឹងគឺបានទូនីតិបានតំណែងហើយអណាស់ងារជាឯកឧត្តមហ្នឹងអីហ្នឹងប៉ុន្តែធ្វើអីខ្ញុំចង់និយាយចេះខ្ញុំមិនទៅរិះគន់ទេពួកគាត់សិតអ្នកខ្លះលលកដែលគេតាក់បានហ្នឹងជាបញ្ញវន្តជាបណ្ឌិតជាអ្នកចេះដឹងទេប៉ុន្តែដោយសារតែពេលដែលគេទិញកៅអីយកទៅឲ្យទៅអង្គុយទៅអាហ្នឹងវាដូចការលើកមុនអញ្ចឹងអាកន្លែងបន្ទប់អត់មានកន្លែងអង្គុយទេអញ្ចឹងត្រូវបង្កើតអីគេបំបែករដ្ឋបំបែកខេត្តទៀតរដ្ឋបាលខេត្តហ្នឹងអត់ត្រូវបំបែកចាប់ដើមបំបែកហេតុអីបានជាគេបំបែកខេត្តឲ្យមានការមុនត្បូងឃ្មុំមានខេត្តកំពង់ចាមឥឡូវត្រូវផ្ដាច់ទៅជាត្បូងឃ្មុំជារបៀបដឹកនាំរដ្ឋដើម្បីស្រួលគ្រប់គ្រងវាអត់អីទេគេបំបែកតំបន់ឡើងវិញអីចឹងរដ្ឋបាលគ្រប់គ្រងអីដើម្បីឲ្យការគ្រប់គ្រងរបស់យើងទៅដល់ប្រជាពលរដ្ឋឲ្យកាន់តែគៀកព្រោះអីបើធំពេកទៅវាឆ្ងាយប៉ុន្តែបើកាត់ជាពីរទៅខាងនេះមានរដ្ឋបាលមួយរដ្ឋបាលហ្នឹងទៅចិត្តប្រជាពលរដ្ឋអាហ្នឹងជា logic ទេប៉ុន្តែនៅពីក្រោយហ្នឹងគឺជាការបង្កើតតំណែងទាំងអស់ហ្នឹងដើម្បីទិញលលកហ្នឹងឯងដើម្បីតាក់មន្ត្រីក្រុមប្រឆាំងទាំងសមាជិកក្រុមប្រឹក្សាគុំសង្កាត់ឬក៏អ្នកណាដែលលុះក្រោមឥទ្ធិពលនៃការទិញដូរបានហ្នឹងគឺយកទៅបំបែកកន្លែងហ្នឹងដើម្បីឲ្យថាតវ៉ាប្រឆាំងនៅក្នុងមួយបន្ទុះទៅគឺដល់ពេលឃើញគណៈបកប្រឆាំងគេរំលាយអស់ហើយអត់ជំរឿអញ្ចឹងគាត់មានជំរឿមកពីណាបើនៅស្រុកអត់បានទៀតចឹងបើនៅតែចូលរួមទៅហើយដើម្បីចូលរួមឲ្យគណៈបកប្រជាជនឬគណៈបកកណ្ដាលអំណាចគេអាចស្អំចិត្តអ្នកទាំងនោះបានគឺមានតែការបង្កើតតំណែងហ្នឹងបង្កើតថែមហើយក៏និយាយពីរឿងថយឲ្យសោះខ្ញុំនិយាយថាពីមុនមកគឺជាការសំស្របនៅក្នុងការបង្កើតក្រសួងមន្ត្រីដើម្បីអោបកសោបក្រុមកម្មាភិបាលខ្មែរក្រហមដែលនៅក្នុងព្រៃឲ្យមកចូលធ្វើការទៅប៉ុន្តែល្មមឲ្យប៉ុណ្្នឹងបានហើយនេះអាក្រោយមកទៀតហ្នឹងលែងជាសេចក្តីត្រូវការហើយវាជាការអាហ្នឹងអង់គ្លេសគេហៅ need and wantពាក្យថា need គឺជាសេចក្តីត្រូវការចាំបាច់ដែលខ្វះមិនបានអាពាក្យថា want ហ្នឹងគឺបានន័យថាអ្វីដែលឃើញចិត្តតែចង់បានថែមមិនមែនសេចក្តីត្រូវការទេអញ្ចឹងសេចក្តីត្រូវការគឺបង្កើតក្រសួងមន្ត្រីកាលពីសមាហរណកម្មហ្នឹងគឺសមហេតុសមផលល្មមធ្វើទៅហើយក្រោយមកទៀតគឺត្រូវការកាត់បន្ថយវាអត់ត្រូវការបង្កើតឡើងទៀតទេប៉ុន្តែថែមរហូតដោយសារអីដោយសារតែយុទ្ធនាការកម្ចាយគណៈបកប្រឆាំងដើម្បីបង្កើតទូនីតិហ្នឹងឲ្យទិញអ្នកទាំងអស់នោះហើយដើម្បីឲ្យបានគ្រប់គ្រងគណៈបកក្នុងជួររដ្ឋាភិបាលអ្នកខ្លះគឺជាមនុស្សឱកាសនិយមទៀតឆ្លៀតឱកាសហ្នឹងគឺបានទូនីតិបានតំណែងមិនយកទៅធ្វើអីក៏ដោយខ្យល់ក៏ដោយគឺយកទៅអួតគេដើម្បីយកទៅធ្វើទុកបុកម្នេញដើម្បីយកទៅបំពេញប្រជាពលរដ្ឋអីចឹងទៅព្រោះបានទូនីតិជាឯកឧត្តមជាទីប្រឹក្សារបស់អ្នកនេះអ្នកនោះហ្នឹងយកទៅដូចជាកណ្ដាស់យន់ចឹងយកទៅបំភ័យយកទៅមិនមែនថាបំភ័យប្រជាពលរដ្ឋស្លូតត្រង់ទេបំភ័យគ្នាឯងនឹងទៀតដោយសារអីដោយសារតែអាហ្នឹងជាអាវយន់អីចឹងទៅអាហ្នឹងខ្ញុំបង្កើតឲ្យមានវប្បធម៌បង្កើតមកឲ្យសុពីងសពងបានប្រយោជន៍អីចុងក្រោយទៅគឺរដ្ឋាភិបាលកាន់តែខ្សោះយើងត្រូវដឹងថារដ្ឋាភិបាលមួយឆ្នាំរកបានតែ$6,000 លានទេកំណើតហ្នឹងកាន់ប៉ុន្តែចាយវិញគឺ$10,000 លាននិយាយទៅរក6ចាយ10ហើយយើងមិនមែនរក6ចាយ10ហ្នឹងទៅមួយឆ្នាំទេយើងរក30 40ឆ្នាំហើយតើមានហេតុផលអីដែលយើងគិតថាយើងត្រូវពង្រីករដ្ឋាភិបាលឲ្យធំបើយើងកំពុងតែខ្វះខាតយើងចាប់គេយើងគិតពី logic វិញកុំទៅរករឿងបងប្អូនដែលរិះគន់រដ្ឋាភិបាលក្បាលធំយើងគិតពីក្នុងគ្រួសារវិញឥឡូវបើយើងមានកូន5នាក់ម្ដាយឪពុកមានកូនទៅចិញ្ចឹម5នាក់ហើយយើងរកមួយថ្ងៃបានតែ$6ទេតែមួយថ្ងៃហ្នឹងគឺយើងត្រូវចាយ$10តើយើងគួរបន្ថែមសមាជិកដែលហូបក្នុងគ្រួសារហ្នឹងទៅសុំស្មុំកូនគេបាន3នាក់ទៀតដើម្បីបង្ហាញថាយើងមានសមានចិត្តយើងសន្តោសប្រោះប្រណីយើងជួយគេអ្នកចិត្តខាងទៅកំព្រីយកគ្នាមកនៅក្រោមដបូលយើងទៅដើម្បីយើងជួយចិញ្ចឹមគេទៅគ្នាវាវេទនាវាលំបាកឧទាហរណ៍ឲ្យបាន10នាក់តើនេះឬជាវិធីសាស្ត្រដើម្បីតែយើងដោះបំណុលគេចាប់ពាក់គេរក6ចាយ10កូន5នាក់យើងសងតាការប្រាក់ចាប់ពាក់បំណុលអារឿងរក6ចាយ10រឿងមធ្យមវិញងុំរឿងចាប់ពាក់បំណុលគេ12លាន12,000លាន13,000លានទៀតហើយទៅអាការប្រាក់ហ្នឹងក៏សងតែមិនបានអាដើមក៏សងតែមិនបានហើយទៅយើងចាប់ផ្ដើមយកមនុស្សមកថែមទៀតដើម្បីបង្កើតសមាជិកគ្រួសារឲ្យហូបឲ្យកាន់តែច្រើនទៀតយើងគិតមើលថាតើអ្នកដែលមកថ្មីហ្នឹងបានធ្វើអីដើម្បីជួយឲ្យគ្រួសារនេះអាចសងបំណុលគេបានគឺក្រៅតែពីកាត់បន្ថយអាការចំណាយនៅក្នុងគ្រួសារបើពីមុនហូបមិនប្រហែល3ពេលយើងហូប2ពេលទៅបើពីមុនហូបកាហ្វេមួយកែវ$5ឥឡូវយើងហូបតែ$1ទៅដើម្បីទុក$4ហ្នឹងយកទៅសងរំលោះគេនោះមិនមែនជាការបង្កើនចំនួនមនុស្សទៀតដើម្បីឲ្យយើងចាប់ពាក់គេវ៉ាន់កព្រោះអាការប្រាក់ហ្នឹងការស្មើដើមម៉ែឪចដងចតាណាក៏បដៅកូនដែរកុំខ្ចីគេកូនណាមានការប្រាក់ហ្នឹងគឺការស្មើដើមយូរទៅលក់ដីលក់អីធ្លីឲ្យគេសងអត់អស់ក៏នៅតែចាប់ពាក់គេរុំសួតឥឡូវហ្នឹងយើងអញ្ចឹងហើយដល់ពេលយើងអញ្ចឹងយើងអត់ព្រមរកវិធីដើម្បីកាត់បន្ថយការចំណាយដើម្បីសន្សំលុយហ្នឹងទៅទុកនឹងការប្រាក់របស់គេយើងបង្កើនការចំណាយទៀតដោយសារអីបង្កើនបន្ទុកនៅក្នុងគ្រួសារតើមានហេតុផលមកពីណាដែលកម្ពុជា17លាននាក់នេះត្រូវការក្រសួងមន្ត្រី28ទេបងប្អូនសាកបូកលេខទៅសាកគិតមើលថាហេតុអីបានយើងត្រូវការក្រសួងមន្ត្រី10ប៉ុណ្ណឹងហេតុអីបានមន្ត្រីរាជការទាំងអស់ហ្នឹងនៅជញ្ជក់ឈាមដើម្បីហើយក៏គ្មានការខ្មាស់អៀនដែរជាពិសេសគឺក្រុមលលកដែលគេតាក់បានហ្នឹងគឺអស់លោកទៅជញ្ជក់ឈាមប្រជាពលរដ្ឋដោយថាអាមនសិការជាតិរបស់យើងក្បត់មួយឯផ្នែកខាងនយោបាយប្រជាពលរដ្ឋស្អប់ខ្ពើប៉ុន្តែយើងទៅបំផ្លាញរដ្ឋទៅដូចថាត្រេកត្រអាលនឹងមុខតំណែងខ្យល់ហ្នឹងហើយដើម្បីបំផ្លាញលុយរបស់រដ្ឋដែលកំពុងតែក្រណាបើជាមនសិការជាសិលធម៌តែយើងលេបចូលរួចទេរត់តា pass up ក៏រស់ដែរយើងទៅក្បត់មកដល់ឧត្តមគតិហើយកុំទៅជឿថាគេយកយើងទាំងអស់គ្នាហ្នឹងទៅក្រសួងរដ្ឋហ្នឹងយកទៅធ្វើអីបានប្រយោជន៍គេមិនធ្វើគេមិនឲ្យយើងធ្វើអីបានប្រយោជន៍ទេគេឲ្យយើងយកមកហ្នឹងត្រឹមតែជេររាយកាយឪពុករបស់ក្រុមបកប្រឆាំងតិចមកឆ្កាស់គ្នាតិចគេនិយាយទៅមនុស្សរបស់គេគឺគេຕົកម្ដុំគឺគេយកលលកហ្នឹងមកជេរលលកបងប្អូនឃើញអាភាពអន្តរាយនៃជាតិយើងអាប្រព័ន្ធដឹកនាំរដ្ឋហ្នឹងក៏ពិបាក
ដោះស្រាយមិនបានយូរយកមនុស្សឆ្លោះគ្នាជេរមរាយកាយឪពុកហើយមនុស្សនៅក្នុងគណៈបកប្រឆាំងដែលកំពុងតែមួម៉ៅក្តៅក្រហាយនឹងភាពអយុត្តិធម៌ដែលជាជនរងគ្រោះគេមកសារហើយគេអត់ទាន់ដោះស្រាយទៅយកគ្នានៅក្នុងគណៈបកប្រឆាំងដោយសារតែការដែលឲ្យតំណែងនេះឲ្យតំណែងនោះសោកប៉ាន់លុកលុយនេះយកអ្នកទាំងអស់នោះមកវាយប្រហារជនរងគ្រោះមកសារទៀតអញ្ចឹងធ្វើឲ្យជនរងគ្រោះកាន់តែមួម៉ៅក្តៅក្រហាយជេរបចោលគ្នាធ្វើឲ្យជាតិសាសន៍នេះបែកបាក់ហើយទាំងអស់នេះរឿងដែលយើងគិតថារដ្ឋាភិបាលក្បាលធំមានប្រយោជន៍វាអត់មានប្រយោជន៍អីទេគឺវាបំផ្លាញទាំងអស់ខ្ញុំជឿថាអ្នកណាក៏ដោយម៉ោងនេះអត់មានបកស្រាយរឿងរដ្ឋាភិបាលក្បាលធំបានប្រយោជន៍ទេម៉ោងនេះគឺត្រូវតែរកវិធីកាត់បន្ថយរដ្ឋាភិបាលនេះឲ្យនៅត្រឹមពាក់កណ្ដាលបើក្រសួងមាន28បង្រួមឲ្យនៅត្រឹមតែ4បានដែរប៉ុន្តែបងប្អូនរដ្ឋាភិបាលនឹងមិនអាចធ្វើដូច្នេះបានទេព្រោះអីវាជាការបំផ្លាញគណៈបកប្រជាជនកម្ពុជាចោលព្រោះដោយសារការឲ្យកសោបអ្នកទាំងអស់នោះមកហ្នឹងគឺដើម្បីលួងចិត្តស្អំចិត្តថាណែឯងខំប្រឹងតស៊ូជេរគណៈបកប្រឆាំងឬក៏គេទិញមកបានហ្នឹងយ៉ាងហោចណាស់ក៏មានតំណែងនេះតំណែងនោះមិនអត់សោះទេអាការមិនអត់សោះហ្នឹងគឺនាំគ្នាចេះតែសង្ឃឹមអញ្ចឹងទៅហត់អត់បានជួយជាតិអីទេជួយបំផ្លាញទាំងអស់គ្នាអានេះហើយទៅដល់ពេលគាត់រំលាយពួកគាត់ចោលរំលាយទៅណាចុងក្រោយពួកគាត់ហ្នឹងនឹងខ្លាយទៅជាសម្រាមក្នុងកាយភ្នែករបស់គណៈបកកណ្ដាលអំណាចទៀតហើយព្រោះអីចុះកាលពីមុនយកគេមកហើយឥឡូវបំផ្លាញលុបទូនីតិហើយបើថាពួកគាត់កាត់បន្ថយក្រសួងមន្ទីរអ្នកដែលទៅមុនគេគឺខាងលលកហ្នឹងហើយដូច្នេះធ្វើអត់បានតែធ្វើទៅវានឹងប៉ះពាល់ដល់អាការពង្រឹងអំណាចក្រៅអំណាចតទៅទៀតដូច្នេះអញ្ចឹងទៅទុកអញ្ចឹងហើយចាំអង្គុយដោះសារវិញអត់ដោះស្រាយទេអង្គុយបកផ្សាយទៀតអត់រួចភ្លើងទេហើយជាតិនឹងចេះតែរីងរៃទៅហើយយើងចេះតែឆ្ងល់ថាហេតុអីបានជាយើងរមិនគ្រប់ចុះរមិនគ្រប់បើយើងនាំគ្នាអត់ប្រឹងជួយរផងជួយតែជញ្ជក់ឈាមម៉ែឪតោះតែយើងជួយគ្នាអ្នកណាដែលបំពល់ទុកនឹងនាំគ្នាលាឈប់ខ្លះទៅបើសិនជាថារដ្ឋាភិបាលធ្វើមិនកើតយើងក៏មានមនសិការខ្លួនឯងលាឈប់ខ្លះទៅបង្កើតរបររស៊ីគ្រាន់តែលក់លេអនឡាញហ្នឹងក៏បានដែរយើងទៅធ្វើអីតាមសមាអាជីវទៅកុំធ្វើជាបន្ទុករបស់រដ្ឋបើរដ្ឋយើងកំពុងតែអញ្ចឹងម៉ែឪយើងអញ្ចឹងយើងកុំកេងចំណេញពីម៉ែឪព្រោះអីសិលធម៌របស់យើងក៏យើងដើរបោះវាជាឆ្ងាយក៏យើងធ្វើបុណ្យដែរធ្វើបុណ្យដែលយើងមិនសាងអំពើបាបក្នុងការប្រព្រឹត្តដែលជាបន្ទុករដ្ឋាភិបាលគេចិត្តតែយកមកហើយដើម្បីអីគេដឹងថាជាសម្រាមមែនហើយប៉ុន្តែគេទិញចោលមកដើម្បីកុំឲ្យខ្លាយទៅជាអ្នកដែលរិះគន់រដ្ឋាភិបាលឬក៏គណៈបកកណ្ដាលអំណាចអញ្ចឹងចេះទិញមកក្រសួងប្រកាសអនុរដ្ឋលេខាធិការនិយាយបើពីខាងយោធានឹងផ្កាយដល់សាក់អ្នកខ្លះកូនក្មេងមិនទាន់ជ្រុះបល័យពីក្បាលផងមិនដឹងចូលធ្វើតាហ៊ានតាំងពីអាយុប្រហែលខួបសាក់ពេញស្មាអញ្ចឹងទៅតាមពិតរឿងនេះគេរិះគន់អញ្ចឹងមកយកឲ្យបងប្អូនវាអត់មានរឿងអីថ្មីទេអ្វីដែលថ្មីគឺយើងអត់ព្រមដោះស្រាយហ្នឹងគឺអាហ្នឹងក៏ថាមិនថ្មីតែវាចាស់ប៉ុន្តែអ្វីដែលថ្មីហ្នឹងគឺមានរឿងមួយដែរដែលថាប្រជាពលរដ្ឋចាប់ផ្ដើមរៀងហ៊ានណាអាហ្នឹងអាទឹកអាភ្នំភ្លើងបងប្អូនដល់ពេលតែវាផ្ទុះយើងសកាត់មិនយើងទប់មិនក៏បានមានតែជំនះប្រជាពលរដ្ឋចេញកុំឲ្យលលាកទេអានេះគឺយើងអត់ចង់ឲ្យរកវិធីបែបនេះយើងដូចអាឆ្នាំងក្របដែលផ្ទុះមិនអញ្ចឹងយើងកុំសកាត់វាយើងបទូវាទៅហើយគេនិយាយអីដោះស្រាយទៅកុំដោះសារការដោះសារនេះគឺវាអត់មានបានប្រយោជន៍អីបានតែប្រជាពលរដ្ឋស្អប់ខ្ពើមហើយរិះគន់គេទៅលាន់យើងសាករកដោះស្រាយបន្តិចមើលទទួលស្គាល់ការពិតល្អហើយថាវាក្បាលធំប៉ុន្តែមានយន្តការណាដែលកាត់បន្ថយដែរទេអត់សោះព្រោះអីត្រូវការទិញត្រូវការយកមនុស្សមកពីគណៈបកប្រឆាំងហ្នឹងយកមកឲ្យចូលដើម្បីជាលលោកដើម្បីជាអីហ្នឹងដើម្បីស្អំចិត្តទៅហើយចិត្តតែមកអត់មានធ្វើការអីបានទេកន្លែងប្រូពីមុនបើថាមានអង្គុយអានកសែតបង្កើតកៅអីមួយទៀតឲ្យអង្គុយអានកសែតមួយទៀតទៅយើងតែធ្វើការអីក៏ច្រើនសម្លាក់សម្បើម្លេះបើយើងអត់ត្រូវការមនុស្សដល់ប៉ុណ្ណឹងផងហើយនៅពេលដែលមនុស្សកាន់តែច្រើនអំពើពុករលួយក៏កាន់តែច្រើនអបពួកនិយមក៏កាន់តែច្រើនអ្នកចូលថ្មីទៅហ្នឹងមិនប្រកាសថាអ្នកចាស់គេឲ្យខាងការងារអីទេគេមានទៅទុកចិត្តអីបើយើងបំបែកបាក់គ្នាឯងយើងអត់ទាំងត្រូវយើងលក់ដំកតិហើយនឹងទៅឲ្យខាងគណៈបកប្រជាជនរដ្ឋាភិបាលគេជឿទុកចិត្តយើងប៉ុណ្ណាគេប្រើយើងឲ្យគ្រាន់តែជេរគ្រាន់តែនេះហ្នឹងដល់ពេលមានអីសុកស្រួលបួលហ្នឹងគឺគេកេរីដង10អានហ្នឹងគេធ្វើតែអញ្ចឹងតែអស់លោកក៏ដឹងដែរប៉ុន្តែដូចជាអត់មានជំរឿសអីសោះធ្វើជាមនុស្សឲ្យខ្លាចជាភាពអត់ជំរឿនអញ្ចឹងពិបាកមែនតើខ្ញុំយល់អាសាច់ជួនខ្លាបាននៅស្រុកបានប៉ុន្តែកន្លែងខ្លះហ្នឹងឲ្យវាចេះខ្ពើមនឹងអំពើលិមួកខ្ពើមនឹងយកតំណែងយកទូនីតិអីទៅនាំគ្នាជញ្ជក់ឈាមអ្នកខ្លះហ្នឹងទៅសម័យថាធ្វើការជាមួយរដ្ឋដូរឈ្មោះដូរអីទិញឈ្មោះគេទៅយកក្របខ័ណ្ឌដើម្បីជញ្ជក់ឈាមរដ្ឋចាំថ្ងៃណាតែទៅបានលុយពីរដ្ឋមកជញ្ជក់ឈាមបែបនេះគឺយើងក្បត់ឧត្តមគតិក្បត់មនសិការតែយើងលេបរួចទេយើងធ្វើអីក៏ដោយយើងកុំខ្លាចជាបន្ទុករបស់រដ្ឋអីហើយភ្ញាក់រលឹកឡើងបងប្អូនយើងពីម្នាក់ហ្នឹងគឺភ្ញាក់រលឹកឡើងឲ្យចេះខ្ពើមអំពើលិមួកខ្ពើមអំពើស្មោកគ្រោកកុំចេះតែស្អីក៏ឆ្ងាញ់ស្អីក៏ផ្កាភ្ញីនោះអាហ្នឹងហើយដែលធ្វើឲ្យជាតិយើងលិចលង់នោះឥឡូវយើងទៅសង្ឃឹមអីលើរដ្ឋាភិបាលអស់សង្ឃឹមនឹងដូរនឹងផ្លាស់អីគាត់ធ្វើអត់កើតទេរដ្ឋាភិបាលសពថ្ងៃកុំមកនិយាយពីរឿងការកែតម្រង់ការស្ដារសិទ្ធិមនុស្សជាតបតៃគាត់ធ្វើមិនបានទេបើគាត់ហ៊ានតែស្ដារសិទ្ធិមនុស្សនឹងជាតបតៃគឺគាត់ធ្លាក់ឆ្នោត24ម៉ោងហេតុអីបានខ្ញុំនិយាយចឹងតែហ៊ានបើកឲ្យប្រជាពលរដ្ឋហ៊ានបញ្ចេញសិទ្ធិមតិអីរិះគន់ស្រេចតាមរដ្ឋធម្មនុញ្ញតាមអីគឺលើគោកឯងគាត់ស្រាតខោហើយហ្នឹងគឺឃើញរដ្ឋាភិបាលអសមត្ថភាពហើយហ្នឹងអញ្ចឹងទៅគ្មានអីមានតែបំផ្លាញគម្រាមងើបមួយបាយមួយហើយចាប់ផ្ដើមឃោសនាអួតអំពីស្នាដៃរបស់រដ្ឋាភិបាលដូចសម័យខ្មែរក្រហមចឹងអត់មានបាយហូបសោះហ្នឹងនិយាយពីប្រាជ្ញាប្រជុំមួយថ្ងៃ3ដងអស់ចាតម្រងអង្គការហ្នឹងគឺធ្វើអត់មានខុសសោះប៉ុន្តែសួរតែប្រជាពលរដ្ឋខ្មែរទាំងប្រមាណលានអ្នកក្នុងសម័យខ្មែរក្រហមហ្នឹងគាត់ប្ររដ្ឋាភិបាលខ្មែរក្រហមមែនអត់ទេតែនិយាយមិនបានចុងក្រោយវាលទ្ធផលយ៉ាងម៉េចបងប្អូនលលាយខ្លួនចឹងយើងអត់ចង់ឲ្យបានទៅជាអញ្ចឹងទេខ្ញុំចង់ឲ្យជាតិសាសន៍យើងកុំទៅលលាយដោយប្រវត្តិសាស្ត្រផ្សារដែរម្ដងទៀតរដ្ឋាភិបាលអត់អាចកែប្រែអីបានទេមន្ត្រីរដ្ឋាភិបាលគឺជំនាញឯកទេសគឺខាងការពារជាងនិយាយការពិតសូមទោសដោះសារជាជាងនិយាយដោះស្រាយអត់មានអីប្លែកសោះអ្នកណាទៅធ្វើការឲ្យរដ្ឋាភិបាលបណ្ឌិតកវីមកពីឋានប៉ុណ្ណាក៏នឹងនិយាយដូចតែលោកផៃស៊ីផាននិងលោកសុកអេសានលោកមួយទៀតខ្ញុំភ្លេចឈឹមផលវរុនតែប៉ុណ្្នឹងឯងគឺគេនិយាយភាសាដែលគេមានឲ្យមកនិយាយណែឯងចេះប៉ុណ្ណាបណ្ឌិតកវីប៉ុណ្ណាក៏អត់អាចនិយាយអីឲ្យប្រជាពលរដ្ឋអត់ជេរបានដែរវាត្រូវតែនិយាយគេជេរចឹងមកព្រោះអីភាសាហ្នឹងគឺយើងរដ្ឋាភិបាលធ្វើអត់បានកែអត់បានបើកែយ៉ាងម៉េចឥឡូវហ៊ានបរួមក្រសួងមន្ទីរយកមនុស្សទៅដាក់នៅណាខំប្រឹងទិញខំប្រឹងអូសមកហ្នឹងយកទៅក្បត់ចោលគាត់នៅណាគេមិនអ្នកហ្នឹងមិនតវ៉ាដល់ពេលតវ៉ាគណៈបកប្រឆាំងក៏តវ៉ាក្រុមហ្នឹងក៏តវ៉ាមនុស្សខ្លួនឯងក៏តវ៉ាចាំមិនស្លាប់ខ្លួនអាហ្នឹងក៏ទៅអត់រួចស្ដារសិទ្ធិមនុស្សជាតបតែស្ដារកន្លែងណា
តែហ៊ានស្ដារបើកដៃឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់សិទ្ធិបានត្រឹមត្រូវជាជាងការទៅវាយដំដបងឆក់តែទៅការពារប្រជាពលរដ្ឋឲ្យតវ៉ាអត់បាច់ធ្វើអីទេតវ៉ារាល់ថ្ងៃហ្នឹងព្រោះអីប្រជាពលរដ្ឋមានបញ្ហាច្រើនពេកដល់អញ្ចឹងទៅបំផ្លាញអាសិទ្ធិរដ្ឋធម្មនុញ្ញហ្នឹងគឺដើម្បីទប់អញ្ចឹងប៉ុន្តែអាហ្នឹងជារទេសចុះភ្នំតាបងប្អូនរទេសចុះភ្នំវាអត់ឡើងទៅវិញទេគាត់ទប់ទៅបានថាមិនដឹងចុះភ្នំដល់កន្លែងណាធ្លាក់ជួសតែម្ដងវាគ្រាន់តែយូរនឹងឆាប់ប៉ុន្តែទៅហើយប៉ុន្តែបើចង់ធ្វើឲ្យផ្សេងពីហ្នឹងគឺយ៉ាងម៉េចកែតម្រង់ការដឹកនាំរដ្ឋហើយមិនមែនរដ្ឋាភិបាលធ្វើបានទេគឺមានតែរដ្ឋាភិបាលហ្នឹងគឺបដ ாய் បន្តិចទៅឲ្យមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌កុំធ្វើទុកបុកម្នេញហាក់ហ្នឹងក៏ជាកំណត់ចិត្តដងទៀតតែហ៊ានបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌គណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតភ្លាមមកពេកអញ្ចឹងគាត់វាអបាបងប្អូនអញ្ចឹងអាទំនោររបៀបដឹកនាំរដ្ឋបែបនេះគឺអត់ខុសពីប្រទេសផ្សេងៗទៀតនៅលើពិភពលោកដែលមានរដ្ឋអាហារដែលមានប្រជាពលរដ្ឋក្រោកបះបោហើយចុងក្រោយទៅធ្វើទុកបុកម្នេញថ្នាក់ដឹកនាំគឺដូចគ្នាដូចនៅនេប៉ាល់ដូចនៅបង់ក្លាដេសដូចនៅឥណ្ឌូនេស៊ីដូចនៅហ្វីលីពីនដូចអីអញ្ចឹងព្រោះលំនាំនេះគឺជាលំនាំ logic ទេខ្ញុំអត់មាននិយាយនេះនិយាយថាគម្រាមរិះគន់អីព្រោះអីយើងដឹកនាំរបៀបលំនាំទៅអញ្ចឹងហើយយើងអត់បានកែប្រែយើងថាកុំទៅប្រដូចប្រទេសកម្ពុជាទៅអាប្រទេសស្អីនេប៉ាល់អីហ្នឹងណាឯងកំពុងតែញុះញង់ចុះបើយើងធ្វើទៅអញ្ចឹងតើយើងធ្វើមិនយើងកំពុងតែអង្គុយបៀកអាស័យឲ្យចង់ស្រួចហើយយើងយកស្អីមកចងវាមានញៀងមានអីមានខ្សែសន្ទូចតើយើងទៅស្ទូចត្រីឬក៏យើងទៅពិធីជប់លៀងវាអត់មានតែជប់លៀងសប្បាយអីកើតទេគឺយើងច្បាស់ជាតម្រង់ទៅរកការស្ទូចត្រីឬក៏ការចាក់ត្រីហ្នឹងឯងដូចគ្នាតែពេលតែយើងធ្វើដូចអ្វីសប្ងៃគឺយើងទៅរកផ្លូវហ្នឹងវាជា logic ហើយបើតោះតែដូរបានអារបៀបធ្វើហ្នឹងបានថាបើអាចរកសេចក្តីសុខឃើញហើយបើអត់ទេទៅរកសេចក្តីសុខមិនឃើញហើយទៅខំការពាររាល់ថ្ងៃហ្នឹងការពារស្អីបើគេឃើញហើយហ្នឹងរដ្ឋាភិបាលក្បាលធំថ្ងៃនេះខ្ញុំដកស្រង់ប្រសាសន៍របស់លោកអ្នកដែលជាសមាជិកអង្គការសង្គមស៊ីវិលយើងនៅមូលដ្ឋានហ្នឹងពេលខ្លះហ្នឹងក៏គាត់ពិបាកដែរដូចថាថប់